បីខែមុនប្រឡងបដប់អ្នកទាំងអស់គ្នាចង់ដឹងអត់ថាតើពួកយើងជាអតីតសន្តិអីនេះបានធៀបខ្លួនមិនខ្លះសម្រាប់ការធៀបប្រឡងបដប់3ខែចុងក្រោយហ្នឹងតោះខិតមើលអ្នកទាំងអស់គ្នាមកហើយទស្សនាវីដេអូមួយនេះដល់ចប់ទាំងអស់គ្នាជំរាបសួរសួស្តីអ្នកទាំងអស់គ្នាខ្ញុំវិញហុងខ្ញុំឈៀវខ្ញុំលីដែនអញ្ចឹងនេះពួកយើងទាំង3ដែលជាអតីតសិស្សនីតិអេហើយពួកយើងមាន background ផ្សេងៗពីគ្នាមកពីសាលាផ្សេងគ្នាមានបទពិសោធន៍ផ្សេងៗពីគ្នាដែលយើងទទួលបានហើយពួកយើងមកថ្ងៃនេះនឹងចែករំលែកអ្នកនរគ្នាទៅលើចំណុចដូចគ្នាគឺទៅលើមុខវិជ្ជាទន្ទិញនិងមុខវិជ្ជាគិតលេខដែលអ្នកនរគ្នាកំពុងតែ struggle ឬក៏កំពុងតែពិបាកចិត្ត3ខែមុនបាក់ឌុបហ្នឹងអញ្ចឹងដើម្បីកុំឲ្យខាត់ពេលវេលាយូរពួកយើងនឹងធ្វើការចែករំលែកម្ដងម្នាក់ប៉ុន្តែដើម្បីឲ្យចែករំលែកបានពួកយើងត្រូវតែប៉ាវសិនថាតើណាគេចែករំលែកមុនអូខេយើងប៉ាវទាំងអស់គ្នា1 2 3យ៉ាអូខេជំនឿគាត់នឹងនិយាយមុនគេជាអ្នកអាចស្ដាប់គាត់បានអូខេសម្រាប់រយៈពេល3ខែចុងក្រោយរបស់ខ្ញុំដែលបែងចែកជា2មុខវិជ្ជាដូចជាមុខវិជ្ជាគិតលេខនិងមុខវិជ្ជាទន្ទិញជាដើមសម្រាប់មុខវិជ្ជាគិតលេខខ្ញុំអត់សូវភ័យទេដោយសារតែពីដើមឆ្នាំមកក៏ខ្ញុំបានរៀនច្រើនដែរតកតនឹងមេរៀនមុខវិជ្ជាគិតលេខហ្នឹងហើយក៏ខ្ញុំព្យាយាមស្រាវជ្រាវលំហាត់ផ្លែកឬក៏លំហាត់ដែលគេធ្លាប់ចេញនៅការប្រឡងឆ្នាំចាស់របស់យើងដែរហើយដោយសារតែនៅសល់3ខែចុងក្រោយហ្នឹងសាលារបស់ខ្ញុំអត់ទាន់បរៀនមេរៀនប្របាទេតែខ្ញុំក៏ចាប់ផ្ដើមធ្វើជារបៀបវិញ្ញាសាយកតែម្ដងដូចមានលំហាត់ limit លំហាត់ complex integral derivative អីជាដើមអញ្ចឹងទៅហើយដល់ពេលដល់លំហាត់ប្របាប់ហ្នឹងក៏ខ្ញុំ skip ចោលសិនដល់ពេលមកដល់រៀនមេរៀនប្របាប់ហើយបាទខ្ញុំចាប់ផ្ដើមធ្វើវិញ្ញាសាទាំងមូលតែម្ដងមានដូចជាប្របាប់ជាដើមក្នុងនឹងដែរហើយសម្រាប់មុខវិជ្ជាទន្ទិញវិញរៀងរ៉ោរ៉ាតិចដែរដោយសារតែអត់ដែររៀនទេតាមពីដើមឆ្នាំមកដូចប្រវត្តិអីហ្នឹងមេរៀនក៏អត់ដែរគាត់ដែរចូលដល់ថ្នាក់ហ្នឹងអត់ដែរគាត់មេរៀនទេហើយក៏ខ្ញុំតាំងចិត្តថា3ខែចុងក្រោយបើសិនជាថាអត់ចាប់ផ្ដើមពីឥឡូវទេខ្ញុំអត់អាចយកនិទេសល្អបានទេហើយក៏ខ្ញុំអត់មានមេរៀនឯកសារសម្រាប់រៀនដែរដោយសារអត់បានគាត់មេរៀនក៏ទៅទិញរបៀបជាសភៅសំណួរចម្លើយដែលខ្ញុំគិតថាវាអាចនឹងងាយស្រួលដល់ការមើលរបស់យើងដោយសារក្នុងសភៅសំណួរចម្លើយមានសំណួរដែលត្រូវគោលដៅហើយយើងឆ្លើយត្រូវជាមួយនឹងគោលដៅដែលគេចង់បានផងដែរហើយសម្រាប់បទពិសោធន៍របស់ខ្ញុំ3ខែនេះខ្ញុំមានតែប៉ុណ្្នឹងហើយអញ្ចឹងសូមផ្ដល់កិត្តិយសជាបន្តទៅឲ្យលីដែនផ្ដល់កិត្តិយសទៀតអូខេអញ្ចឹងតើតើមួយខ្ញុំបទពិសោធន៍តើតើជាមួយនឹងមុខវិជ្ជាទាំងពីរឥឡូវខ្ញុំនិយាយមុខវិជ្ជាគិតលេខមុនចោះដោយសារតែ3ខែមុនបាក់ឌុបហ្នឹងបទពិសោធន៍របស់ខ្ញុំតើទៅជាមួយនឹងមុខវិជ្ជាគិតលេខគឺខ្ញុំនិយាយត្រង់ហ្មងខ្ញុំអត់សូវមានការភ័យខ្លាចអីខ្លាំងទេព្រោះដោយសារយើងបានធ្វើច្រើនតាំងពីទី11មកគឺយើងធ្វើច្រើនជាមួយលោកគ្រូអ្នកគ្រូគាត់បានដាស់តឿនយើងច្រើនតើជាមួយនឹងមុខវិជ្ជាគិតលេខទាំងជីវៈទាំងអីហ្នឹងគឺយើងធ្វើលំហាត់ជាប្រចាំហ្មងយើងធ្វើឲ្យគាត់កែជាមួយគាត់ឡើងវិញហើយគាត់ហៅយើងឡើងកណ្ដាលខៀនញឹកញាប់អញ្ចឹងយើងអត់សូវភ័យទេប៉ុន្តែសម្រាប់ទន្ទឹមនឹងការសើភ័យរបស់ខ្ញុំគឺខ្ញុំមានការភ័យដូចគ្នាទៅនឹងមុខវិជ្ជាទៅនឹងលំហាត់ដែលវាថ្មីប្លែកហើយខ្ញុំក៏អត់បោះបង់ដែរគឺខ្ញុំនៅតែធ្វើវាជាប្រចាំធ្វើវាជារៀងរាល់ថ្ងៃប៉ុន្តែគាត់យើងធ្វើតាម schedule យើងថ្ងៃនេះយើងធ្វើមុខវិជ្ជាអីមួយចឹងទៅអញ្ចឹងខ្ញុំគិតថាអ្នកនរគ្នាខ្ញុំជឿថាមានអ្នកខ្លះគឺគាត់ភ័យខ្លាំងទៅលើមុខវិជ្ជាលំហាត់អ្នកខ្លះទៀតក៏គាត់អត់អីទេអត់សើភ័យទេប៉ុន្តែទោះបីជាអ្នកនរគ្នាភ័យក៏ដោយអត់ក៏ដោយអ្វីដែលសំខាន់គឺយើងនៅសល់3ខែគឺពេលវេលាហឹងច្រើនដែរអ្នកនរគ្នាគុណនឹង24ម៉ោងគឺវាច្រើនអញ្ចឹងកុំទម្លាក់ដៃចោះត្រូវតែប្រឹងមែនតើទោះបីជាដើមឆ្នាំយើងហត់ក៏ដោយយើងពិបាកក៏ដោយយើង struggle មិនក៏ដោយប៉ុន្តែអ្វីដែលសំខាន់គឺយើងត្រូវតែព្យាយាមទៅមុខទៀតព្រោះយើងចិត្តដល់គោលដៅមែនតើហើយអញ្ចឹងព្យាយាមព្យាយាមរកចំណុចខ្សោយរបស់ខ្លួនឯងយកមកកែតម្រូវឡើងវិញហើយយើងយកវាមកឆ្នៃឲ្យទៅជាចំណុចល្អរបស់យើងដើម្បីនៅពេលប្រឡងបាក់ឌុបយើងអាចធ្វើបានហើយខ្ញុំលើកទឹកចិត្តអ្នកគ្នាគឺទៅមើលលំហាត់នៅក្នុងសភៅពុំលំហាត់នៅតែប្លែកអ្នកគ្នាទៅអង្គុយធ្វើទៅអង្គុយមើលឡើងវិញអានោះគឺជាចំណុចដែលធ្វើឲ្យអ្នកគ្នាអាចងាយជាប់ទៅលើងាយបានបន្ទូលល្អទៅលើមុខវិជ្ជាបែបលំហាត់ហើយខ្ញុំត្រឡប់ទៅមុខវិជ្ជាទន្ទិញទន្ទិញតែបិទសឹងតែគ្រប់មុខវិជ្ជាហើយប៉ុន្តែខ្ញុំនិយាយគោល2គឺមុខវិជ្ជាប្រវត្តិនិងមុខវិជ្ជាជីវៈនេះគឺជាមុខវិជ្ជាដែលខ្ញុំភ័យមែនតើខ្ញុំភ័យសឹងថា90%ព្រោះខ្ញុំអត់សូវបានសូត្រហើយខ្ញុំសូត្របែបលេងសើចយើងគ្រាន់តែសូត្រហើយយើងអត់រំលឹកឡើងវិញបែបអត់ serious យើងអត់focus ទៅលើអាហ្នឹងដល់ពេលយើងទៅពេលដល់ចិត្តដល់មែនតើគឺចាប់ផ្ដើមស្លន់ហើយអញ្ចឹងខ្ញុំចង់ឲ្យអ្នកនរគ្នាចាប់ផ្ដើមទន្ទិញចាប់ពីពេលហ្នឹងទៅអ្នកនរគ្នាអត់ត្រូវរងចាំដល់ពេលណាទៀតទេគឺពេលហ្នឹងឯងដែលអ្នកនរគ្នាត្រូវតែទន្ទិញជាពិសេសគឺលើមុខវិជ្ជាជីវៈខ្ញុំជឿថាមានអ្នកខ្លះគាត់យល់ទៅលើមេរៀនអញ្ចឹងវាអត់ពិបាកនៅក្នុងការទន្ទិញទេប៉ុន្តែខ្ញុំគឺជាម្នាក់ដែលអត់យល់មេរៀនទេ
về trăng mong mê đến chi việc cứ nhom vô tịch mình theo vì bà vô lên chẳng ấy bạn vừa nhom đã sắm biết tới lực của này cứ tới đại sốt tôi bây giờ mấy cái đó nhom mình chưa được đại bạc cái sốt cái đó cứ nhom tới đại sốt tôi bây giờ nhom chắp lấy cứ nhom tới đại sốt thơm mấy nhưng trong bán hay nên là khi có đôi khi đá thời thậm chí nhom thơm mấy nên là khi ai hot nên là khi ai bà bên tay thời trăm tha p đã trong khói này là tôi ban là phá cứ dương ngay chứng thành là phương mấy không bằng office mặt phép sốt hay đằng sốt phù một vị trí đằng cứ băng từ lời ca ăn vật ca chi yếm hay đằng ca sốt được nè chứ nhưng chỉ thaoแต่ นัก นี่ mình cóได้ phá loạn นัก นี่ ăn vật chỉ ประจำ hay นัก นี่ chi yếm office mặt phép nhưng chỉ thao นี่ เตะ គឺ នឹង ខ្លះ ទៅ ជា របស់ นัก นี่ ចឹង ខ្ញុំ នឹង pass microphone នេះ ទៅ កាន់ មេង ហង អូខេអរគុណច្រើននេះដែរអញ្ចឹងអ្នកទាំងអស់គ្នាបានស្ដាប់អតីតសន្តិយើងទាំងពីររូបហើយបទពិសោធន៍របស់ខ្ញុំអត់ខុសពីពួកគាត់ម៉ែទេក៏ប៉ុន្តែគ្រាន់តែខ្ញុំចង់បញ្ជាក់មួយទៀតថងថាអញ្ចឹងបើសិនជាគ្នាយើងឥឡូវកំពុងតែ struggle ខ្លួនឯងខ្លាំងយកតែមែនតើហ្មងដូចថាបុកទៅរៀនជាមួយនឹងគ្រូមិនថាមុខវិជ្ជាទន្ទិញឬក៏មុខវិជ្ជាគិតលេខទេដែលយើងមានអារម្មណ៍ថាវាទៅលេងរួចទៀតឬក៏យើងវា too much ពេកខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នារៀងសាកវិធីសាស្ត្រនៅក្នុងការ self study ខ្លួនឯងវិញព្រោះថាពេលដែលយើងទៅប្រឡងគឺយើងខ្លួនឯងជាអ្នកទៅប្រឡងអញ្ចឹងគឺយើងពឹងផ្អែកទៅលើសមត្ថភាពខ្លួនឯង 100% ហ្មងគ្រូគាត់អត់មកជួយយើងកំឡុងពេលប្រឡងទេអញ្ចឹងកំឡុងពេលដែលយើងរៀននេះបើសិនជាអ្នកទាំងអស់គ្នាដូចថាយើងមានម៉ោងបន្ថែមមាន extra class ច្រើនពេកវាធ្វើឲ្យអ្នកទាំងអស់គ្នាអត់មានពេលស្វ័យសិក្សាទេអញ្ចឹងអ្នកទាំងអស់គ្នាគួរតែកាត់បន្ថយខ្លះមិនថាមុខវិជ្ជាណាអានេះដំបូងខ្ញុំចង់ប្រាប់អញ្ចឹងណាហើយមួយទៀតអ្នកទាំងអស់គ្នាត្រូវអង្គុយស្វែងរកខ្លួនឯងអង្គុយសួរខ្លួនឯងឬក៏ប្រៀបធៀបលទ្ធផលតាំងពីដើមឆ្នាំរហូតមកដល់បច្ចុប្បន្នថាតើមុខវិជ្ជាណាខ្លះវាឡើងបញ្ហាវាមានការអភិវឌ្ឍខ្ពស់ហើយមុខវិជ្ជាណាខ្លះទៀតវានៅថេរនិងមុខវិជ្ជាណាខ្លះវារៀងស្តុតចុះទៅក្រោមអីអញ្ចឹងទៅចឹងអ្នកនរគ្នាត្រូវដងពួកអាហ្នឹងសិនដើម្បីយើងរកថ្នាំទៅព្យាបាលពួកអាហ្នឹងវិញដើម្បីឲ្យវាមករៀងស្មើថេរគ្នាអញ្ចឹងហើយក៏អាចមានលទ្ធភាពនៅក្នុងការទទួលបាន DTA ហ្នឹងវាមានគេហៅថាវាស្ថិតនៅក្នុងតំបន់សុវត្ថិភាពដែរអញ្ចឹងមកឥឡូវតាក់ទងជាមួយនឹងមុខវិជ្ជាទន្ទិញនិងមុខវិជ្ជាគិតលេខថាតើពីមុខវិជ្ជាហ្នឹងសម្រាប់ខ្ញុំរៀនមិនវិញអញ្ចឹងដូចពួកគាត់បានចែកម្លែកអញ្ចឹងវាអត់មានអីខុសគ្នាច្រើនទេក៏ប៉ុន្តែនៅក្នុងហ្នឹងដូចឥឡូវផ្ដល់អត្ថភាពមុនចុះតាក់ទងមួយនឹងមុខវិជ្ជាទន្ទិញសម្រាប់មុខវិជ្ជាទន្ទិញពួកខ្ញុំជាសិស្សវិទ្យាសាស្ត្រមែនប៉ុន្តែការទន្ទិញគឺច្រើនវាសឹងតែស្មើនឹងឋានៈសង្គមដូចគ្នាអញ្ចឹងសម្រាប់ការទន្ទិញនេះបងប្អូនសង្គមក៏អាចយកប្រើការបានដូចគ្នាដែរជំហានដំបូងអ្នកទាំងអស់គ្នាត្រូវតែយល់មេរៀនមួយសិនហើយថាតើនៅក្នុងមេរៀនមួយហ្នឹងគេមានគោលបំណងរៀនចេះពីអីគេហើយដឹងថា flow នៃមេរៀនហ្នឹងវាបែបម៉េចបន្តមកទៀតចាំអ្នកទាំងអស់គ្នាទៅសូត្រសំណួរឬក៏យើងរកឯកសារឬក៏យើង note នៅកន្លែងណាសំខាន់ដែលយើងត្រូវចាំហើយចាំយើងទៅរៀនវិញ្ញាសាបើសិនអ្នកទាំងអស់គ្នាបុករៀនវិញ្ញាសាហ្មងទាំងអត់យល់មេរៀនខ្ញុំជឿហ្មងអ្នកទាំងអស់គ្នានឹងឆាប់ភ្លេចវិញអញ្ចឹងវាធ្វើឲ្យយើងការខិតខំប្រឹងប្រែងទាំងហ្នឹងវាអាចនឹងរៀងថើតែកាលណាដែលយើងភាំងគឺបាត់ហ្មងអញ្ចឹងចង់ឲ្យអ្នកទាំងអស់គ្នា focus មួយសិនបន្តមកទៀតសម្រាប់ការទន្ទិញវាមានសំណួរពីរខ្ញុំធ្លាប់បានជិះវីដេអូហើយតាក់ទងមួយប្រវត្តិប៉ុន្តែអាហ្នឹងវាអាចប្រើនៅក្នុងមុខវិជ្ជាផ្សេងៗបានទីមួយគឺសំណួរបិទត្រូវតែទន្ទិញអាហ្នឹងខ្ញុំអត់និយាយច្រើនទេគឺទន្ទិញសូត្រធ្វើឲ្យចាំទៅសេមិនធ្វើឲ្យចាំប៉ុន្តែទី2គឺប្រភេទសំណួរបើកយើងយល់បានយើងព្យាយាមអាចសម័យជារូបភាពបានអានឲ្យយល់ពីព្រឹត្តិការណ៍ពីសម័យកាលឬក៏ពីដំណាក់កាលណាមួយនៅក្នុងសំណួរមួយហ្នឹងឬក៏ភាពទូទៅនៅក្នុងសង្គមអាហ្នឹងគឺយើងអាចធ្វើអញ្ចឹងបានហើយសំណួរហ្នឹងគឺទៅសេតាមពាក្យសម្ដីរបស់យើងបានតែក្នុងន័យតែមួយអញ្ចឹងត្រូវឲ្យបានបន្ទុកដូចគ្នាហ្នឹងហើយអានេះសម្រាប់មុខវិជ្ជាទន្ទិញសម្រាប់មុខវិជ្ជាគិតលេខវិញអត់មានអីពិបាកច្រើនទេបងប្អូនទាំងអស់គ្នាត្រូវចាំរូបមន្តឥឡូវខ្ញុំសុំ back មកមុខវិជ្ជាច្បាស់ហ្មងដូចមុខវិជ្ជារូបគីមីអញ្ចឹងវាមានគិតលេខផងវាមានសំណួរទៀតហើយជីវៈក៏មានដែរអញ្ចឹងអ្នកទាំងអស់គ្នាត្រូវបែងចែកគ្នាដាច់ណារវាងអក្សរមួយអាការទន្ទិញក៏ដូចជាការគិតលេខអញ្ចឹងការទន្ទិញហ្នឹងវាមានរូបមន្តមានអីក៏យើងត្រូវទន្ទិញដែរប៉ុន្តែសម្រាប់ការគិតលេខអ្នកទាំងអស់គ្នាត្រូវប្រើអាគ្រឹះនៃការទន្ទិញហ្នឹងមកអញ្ចឹងដោយរូបមន្តនេះអ្នកទាំងអស់គ្នាត្រូវតែចាំទាំងអស់មិនថាធាតុមិនថាឈ្មោះអីក៏ត្រូវតែចាំទាំងអស់តែម្ដងហើយសម្រាប់បន្ថែមពីហ្នឹងទៀតគឺអ្នកទាំងអស់គ្នាត្រូវឥឡូវទៅ review មេរៀនមួយឡើងវិញសិនកុំតើបុកវិញ្ញាសាខ្លាំងពេកខ្ញុំនៅតែអត់លើកទឹកចិត្តអ្នកនរគ្នាបុកវិញ្ញាសាខ្លាំងពេកទេតែកាលណាដែលយើងអត់បាន review មេរៀនទៅធ្វើវិញ្ញាសាវាថាវាអាចនឹងឆាប់ភ្លេចវិញវាអាចនឹងធ្វើឲ្យអ្នកនរគ្នាមានទំនុកចិត្តគ្រប់គ្រាន់អញ្ចឹងអ្នកនរគ្នាត្រូវទៅមើលមេរៀនឡើងវិញបន្តមកទៀតសង្ខេបនៅចំណុចសំខាន់ដែលយើងគិតថាយើងចង់មើលបន្ថែមឬក៏វាអត់ទាន់ច្បាស់សម្រាប់យើងហើយចាំយើងសម្រុកធ្វើមេរៀនមួយសម្រុកធ្វើលំហាត់តាមមេរៀនមួយហ្នឹងអញ្ចឹងខ្ញុំលើកទឹកចិត្តអ្នកនរគ្នារូបគីមីធ្វើលំហាត់ក្នុងពុំសភៅសរបស់ក្រសួងហ្នឹងឲ្យអស់លំហាត់ប្រតិបត្តិលំហាត់ឧទាហរណ៍អីធ្វើឲ្យអស់បញ្ចប់មេរៀនបញ្ចប់ចំពុកធ្វើឲ្យអស់ហើយជាពិសេសគីមីសរីរាង្គគឺចេញតែក្នុងសភៅពុំឯងបើគេចេញលេខក៏គេអត់ដកដែរអញ្ចឹងអ្នកទាំងអស់គ្នាអានេះអាច
ចាប់ឲ្យបានបន្តិចណាហើយសម្រាប់ការបតមកទៀតដែលយើងត្រូវធ្វើលំហាត់ហ្នឹងគឺការធ្វើវិញ្ញាសាមាន2អ្នកនរគ្នាត្រូវពង្រឹងជាមួយនឹងល្បឿននិងភាពច្បាស់លាស់ទៅលើចម្លើយអញ្ចឹងការដែលយើងពង្រឹងទៅលើល្បឿនដោយសារតែពេលវេលាមានកំណត់អញ្ចឹងយើងមិនចេះធ្វើលេងលែបានទេអត់ទេអញ្ចឹងគឺយើងត្រូវពង្រឹងល្បឿនដូចគ្នាហើយសម្រាប់នៅក្នុងការដែលយើងធ្វើឲ្យច្បាស់ហ្នឹងគឺយើងត្រូវធ្វើមួយច្បាស់ប៉ុន្តែមួយមិនមែនយឺតទេណាមួយហ្នឹងយើងនិយាយបែបមួយច្បាស់ប៉ុន្តែរៀងលឿនបន្តិចមកដើម្បីត្រូវជាមួយនឹងស័ក្តិសមមួយពេលវេលាហើយបន្ថែមពេលហ្នឹងតិចទៀតចង់បន្ថែមទៅលើមុខវិជ្ជាខ្មែរបងប្អូនទាំងអស់គ្នាទាំងសង្គមនិងវិទ្យាសាស្ត្រមានខ្មែរដូចគ្នាហើយខ្មែរហ្នឹងវាសឹងតែរៀងប្រហាក់គ្នាដែរអញ្ចឹងណាប៉ុន្តែគាត់ថាបន្ទុកផ្សេងគ្នាអញ្ចឹងខ្ញុំទៅចេញអ្នកគ្នាព្យាយាមសរសេរពីឥឡូវទៅមួយអាទិត្យបាន2ប្រធានទាបបំផុតធ្វើមិនឲ្យអ្នកទាំងអស់គ្នាត្រៀមខ្លួនជាមួយនឹងមុខវិជ្ជាខ្មែរហើយលីដែរនៅក៏ជាសិស្សបកែចំណាត់ថ្នាក់លេខ1មុខវិជ្ជាអក្សរសាស្ត្រខ្មែរដែរទូទាំងរាជធានីភ្នំពេញអញ្ចឹងលីដែរក៏បានចែកម្លែកច្រើនជាមួយនឹងមុខវិជ្ជាខ្មែរដែរអញ្ចឹងអ្នកគ្នាគួរតែព្យាយាមពង្រឹងខ្លួនឯងទៅលើមុខវិជ្ជាខ្មែរហ្នឹងឲ្យបានច្រើនព្រោះថាខ្មែរសំខាន់ដូចគ្នាហើយវាអត់ពិបាកខ្លាំងទេព្រោះអីយើងខ្មែរយើងប្រើភាសាខ្មែរអញ្ចឹងពេលដែលយើងសរសេរក៏វាតាមរយៈការគិតរបស់យើងហ្នឹងដែរអញ្ចឹងអត់មានអីពិបាកតតែសោះហើយសម្រាប់មុខវិជ្ជាថែមទៀតដូចមុខវិជ្ជាអង់គ្លេសអ្នកគ្នាគួរតែមើលឆ្នាំចាស់មើលអីទៅនឹងឲ្យធៀមខ្លួនធ្វើមិនឲ្យវាមានទឹកដៃថេស្មើគ្នាគ្រប់មុខវិជ្ជាទាំង7មិនថាសង្គមឬវិទ្យាសាស្ត្រទេអញ្ចឹងមានអីថែមទៀតអត់ស្វាមីអត់មានទេតែជូនពរឲ្យអ្នកគ្នាព្យាយាមកុំមានអារម្មណ៍ថាបាក់ទឹកចិត្តខ្ញុំដឹងថាពេលហ្នឹងអ្នកគ្នាអាចប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃប៉ុន្តែត្រូវដឹងថាយើងក៏មានចំណុចពិសេសរបស់យើងដែរអញ្ចឹងកុំបាក់ទឹកចិត្តហើយកុំបោះបង់អ្វីដែលជាក្តីសម័យរបស់យើងតាំងពីដើមមកអូខេអញ្ចឹងខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាអាច learn បានអីដែលថ្មីហើយសម្រាប់ការត្រៀមប្រឡងបាក់ឌុប3ខែចុងក្រោយនេះតាមពិតឥឡូវមិនសល់3ខែវាសល់តែ2ខែជាងទេអញ្ចឹងខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចំណាយពេលវេលាឲ្យមានតម្លៃបំផុតធ្វើមិនបាច់ចាប់យកនៅក្តីសម័យរបស់យើងឲ្យបានហើយជាពិសេសគឺយើងអាចធ្វើឲ្យខ្លួនឯងជាប់នាមថាជាសិស្សនិតេអេពេញមួយជីវិតបានអញ្ចឹងពួកយើងមានតែប៉ុណ្្នឹងទេហើយក៏អរគុណច្រើនអ្នកទាំងអស់គ្នាសម្រាប់ការស្ដាប់វីដេអូមួយនេះបាយបាយ